nhằm nông cái chaiទាំងអស់គ្នាបងប្អូនយ៉ានំកញ្ឆាយនៅក្រៅផ្ទះអបពេលម្នាក់ពលឺព្រះអាទិត្យពេលព្រឹកអូថ្ងៃនេះថ្ងៃល្អបើថ្ងៃល្អធាតុអាកាសល្អមែនទែនយើង breakfast ទៅយើងជំនេរអត់ឲ្យធ្វើគេថាពេលព្រលឹមមកយកពលឺព្រះអាទិត្យស្រូបយកពលឺព្រះអាទិត្យខ្លះទៅឲ្យមានវីតាមីន D ក្នុងខ្លួនហាត់ប្រាណទិញទួយព្រោះអីសម័យនេះសេដ្ឋកិច្ចពិភពលោកវាមិនសូវល្អនៅគ្រប់ទូទាំងពិភពលោកប្រទេសដែលរងគ្រោះខ្លាំងគឺប្រទេសដែលតូចតាចឬប្រទេសដែលមានសេដ្ឋកិច្ចអន់ខ្សោយស្រាប់ដោយសារពន្ធរបស់អាមេរិកកំណត់ឲ្យឡើងថ្លៃចឹងទៅប្រទេសនេះឡើងប៉ុណ្ណេះភាគរយប្រទេសនោះឡើងប៉ុណ្ណោះភាគរយធ្វើឲ្យសេដ្ឋកិច្ចនោះវាពិបាកធ្វើចរន្តពីព្រោះអីយើងរស់នៅក្នុងពិភពសេដ្ឋកិច្ចមួយដែលគ្មានភាពច្បាស់លាស់ថាតើសេដ្ឋកិច្ចនឹងទៅថ្ងៃមុខនឹងទៅជាយ៉ាងណាវាមានការប្រែប្រួលយ៉ាងម៉េចហើយការជួញដូរនឹងទៅវិញទៅមកនឹងយ៉ាងម៉េចហើយការឡើងថ្លៃនៅទំនិញទាំងពួងនឹងវានឹងទៅជាយ៉ាងម៉េចការផលិតនៅតាមរោងចក្រក្តីនឹងទៅជាយ៉ាងម៉េចប្រសិនបើរោងចក្រមួយខ្វះធនធានក្នុងការផលិតហើយនៅតំបន់ទីផ្សារក្តីលក់ម្ហូបក្តីប្រទេសខ្លះក៏មាននេះប្រទេសខ្លះក៏មាននោះដើម្បីផ្លាស់ប្ដូរគ្នាបដូរ trade គ្នាបដូរចរន្តជួញដូរគ្នាទៅវិញទៅមកដើម្បីនេះខ្វះពីនេះនេះខ្វះពីនោះចឹងទៅយកមកគប់គុំទៅคล้ายទៅជាទីផ្សារមួយដែលសម្បូរបែបតែបើយើងកាត់ផ្ដាច់ទីផ្សារនោះដូច្នេះសម្ភារៈប្រើប្រាស់ក្តីម្ហូបអាហារក្តីគឺវាពាក់ព័ន្ធទាំងអស់គឺវាមិនគ្រប់គ្រាន់ទេក្នុងការយកមកធ្វើទីផ្សារដាក់លក់ឲ្យប្រជាពលរដ្ឋនោះក្តីកំពុងតែប្រឈមនឹងរោងចក្រខ្លះឬក៏ស្ថាប័នខ្លះឬក៏ស្អីចឹងទៅដែលអាចប៉ះពាល់ដល់ការងារទៀតផងតែទំហំនៃការប៉ះពាល់នឹងគឺខ្លាំងយកតែមែនទែនដូច្នេះយើងក៏គ្មានជំរើសមានតែរស់នៅទៅតាមសភាពបត់បែនគេថាបើខ្យល់ធ្លាក់មកខ្លាំងក៏ប៉ះពាល់ឲ្យយើងត្រជាក់ខ្លាំងតែបើខ្យល់ធ្លាក់មកតិចយើងនឹងក៏ប្រែប្រួលទៅតាមវាយោបក់បោកហ្នឹងទៅដូច្នេះវាជាអ្វីដែលគួរមានគួរតែអ្វីដែលតែយើងប៉ះពាល់នឹងសង្គ្រាមច្រើនសង្គ្រាមស្ទើរគ្រប់ច្រកល្ហកសង្គ្រាមនៅអ៊ុយក្រែនក្តីសង្គ្រាមនៅ
អ៊ីស្រាអែលក្តីសង្គ្រាមនៅទ្វីបអាហ្វ្រិកក្តីដូច្នេះវាប៉ះពាល់ច្រើនក្នុងការរស់នៅរបស់ប្រជាពលរដ្ឋតែធ្វើមិនយើងវាគ្មានជំរឿសង្គ្រាមក៏ប៉ះពាល់សេដ្ឋកិច្ចក៏ប៉ះពាល់ហើយធ្វើឲ្យអ្នកនយោបាយភាគច្រើនមានការកង្វល់ហើយក៏ចេញមកវិភាគចេញមកលើកយកដំណោះស្រាយនិងមធ្យោបាយផ្សេងដើម្បីយកមកដោះស្រាយផ្សេងគ្នាទៅតាមលទ្ធភាពដែលគេមានអត់មានអីទេបងប្អូនហ្នឹងមានតែញ៉ាំ breakfast ហើយជជែកគ្នាលេងបន្តិចបន្តួច